វិឡាតូលអ៊ីម៉ូតាគឺជាវិឡាតូលដំបូងគេបង្អស់របស់ក្រុមហ៊ុន Lone City Group ដែលបានរចនានិងសាងសង់នៅបុរី Lone City ក្រុងព្រះសីហនុ2យើងទទួលបានសន្ទុះគាំទ្រនិងផលវិជ្ជមានផ្ដល់ទៅដល់អតិថិជនដែលបានវិនិយោគលើពីការរំពឹងទុកបន្ទាប់ពីវិឡាតូលអ៊ីម៉ូតាបង្ហាញរូបសម្រស់ជាផ្លូវការយ៉ាងស្កឹមស្កៃយើងក៏សម្រេចបន្តសាងសង់ម៉ូដវិឡាតូលអ៊ីម៉ូតាបន្ថែមនៅក្នុងទីតាំងបុរី Lone City Rothesayជំរាបសួរនាងខ្ញុំឈ្មោះលនឡៃហៀងជានាយិកាផ្នែកស្ថាបត្យកម្មនៃបុរី Lone City ថ្ងៃនេះនាងខ្ញុំសូមមកធ្វើបទបង្ហាញពីស្ថាបត្យកម្មរបស់វិឡាតូលអ៊ីម៉ូតាមុនដំបូងយើងមកដឹងត្រួសពីផ្ទៃកន្លែងនៃទំហំអគារនិងទំហំដីរបស់ផ្ទះអ៊ីម៉ូតាជាមុនសិនវិឡាតូលអ៊ីម៉ូតាមានផ្ទៃដីសរុបជិត300ម៉ែត្រការ៉េក្រឡាផ្ទៃអគារ400ម៉ែត្រការ៉េអាចចតរថយន្តបាន4គ្រឿងមានបន្ទប់គេង5បន្ទប់ទឹក6វេរ៉ាដា2និង terrace 1គោលកំណត់ចម្បងដែលបានយកមកគូរនឹង design ម៉ូដ Villa Immota King គឺសិក្សាពីបរិបទតំបន់សិក្សាពីទីតាំងសាងសង់សិក្សាពីការប្រើប្រាស់របស់អតិថិជននិងផ្ដល់អតិថិជននៅអភិជនភាពដែលស័ក្តិសមនឹងតម្លៃរបស់ផ្ទះអ៊ីម៉ូតារបស់ពួកយើងវិឡាតូលនេះបានរចនាឡើងតាមគំនិតស្ថាបត្យកម្មបែបសម័យទំនើបនៅក្នុងសតវត្សទី21ដែលស្របជាមួយនឹងបរិយាកាសក្នុងខេត្តព្រះសីហនុជាតំបន់សមុទ្របានទាំងការរស់នៅបានទាំងការសម្រាករំហែបន្ទាប់ពីការងារក្រឡេកមើលទៅពណ៌ផ្ទះទាំងមូលគឺប្រើពណ៌សលាតតែមួយពណ៌មិនសាំដែលជាពណ៌ភ្លឺដែលរំលេចទៅលើពិដានពណ៌ឈើខាងក្រៅផ្ទះដើម្បីឲ្យផ្ទះមើលទៅកាន់តែស្អាតទៅមិនចេះចិនណៃគំរូឬរាងខាងក្រៅប្រើប្រាស់ទម្រង់អក្សរ L បញ្ឈរជាតួផ្ទះទាំងមូលនិងទម្រង់អក្សរ L ផ្ដេកកាត់ផ្ដាច់កម្ពស់ពីមួយជាន់ទៅមួយជាន់បន្ទាប់ពីរចនាម៉ូដនៅខាងក្រៅយើងងាកមករៀបចំ function ទីធ្លាជុំវិញផ្ទះវិញម្ដងគឺយើងរៀបចំឲ្យមានរបងពីរគឺរបងរថយន្តនិងរបងថ្មើរជើងដើម្បីបែងចែកសុវត្ថិភាពបន្ទាប់មកគឺយើងយកចំណតឡានដាក់នៅកន្លែងដែលមានដំបូលធ្វើឲ្យឡានមិនត្រូវកម្ដៅរីឯបរិវេណម្ខាងទៀតយើងមានទ្វារស្លែកតុបតែងជាមួយនឹងដើមឈើសួននិងកន្លែងអង្គុយលេងដើម្បីស្រោចស្រពយកខ្យល់អាកាសស្លាបអគារឆ្វេងនិងស្ដាំត្រូវបានគណនាយ៉ាងល្អិតល្អន់ដើម្បីរក្សានូវលំនឹងសោភ័ណភាពនិងធន់ជាមួយនឹងអាកាសធាតុក្តៅឬសើមចូលមកដំណាក់កាលបន្ទាប់គឺការបែងចែកនៃប្រូក្រាមរបស់អគារគឺកន្លែងទូភ្ញៀវដែលបើកលំហងាយស្រួលក្នុងការរស់នៅកន្លែងទទួលទានអាហារកន្លែងចម្អិនអាហារនិងបន្ទប់គេងដើម្បីងាយស្រួលដល់ម្ចាស់ផ្ទះជួបជុំគ្នានៅចំតដីគឺជាកន្លែងទីតាំងដែលប្រើប្រាស់ច្រើនជាងគេសម្រាប់ការរស់នៅជាប្រចាំឬជួបជុំក្រុមគ្រួសារទទួលភ្ញៀវញាតិមិត្តជិតឆ្ងាយផងដែរ Villa King Immota មានផ្ទៃកញ្ចក់ច្រើនដើម្បីផ្ដល់ឲ្យអតិថិជននៅបរិយាកាសរស់នៅជាមួយធម្មជាតិស្រស់ស្រូបយកពន្លឺ UV ពីព្រះអាទិត្យដើម្បីកម្ចាត់បាក់តេរីនៅជាន់នីមួយៗយើងមានវេរ៉ាំដាបែបទំនើបដែលភ្ជាប់ផ្ទៃសំណង់ជាមួយកញ្ចក់សម្រាប់ដើរចេញមកខាងក្រៅផ្នែកខាងក្រៅអាចឲ្យម្ចាស់ផ្ទះគ្រប់គ្រងគ្រប់ផ្នែកនៃផ្ទៃអគារបន្ទប់គេងនីមួយៗមានសភាពធំទូលាយដែលបន្ទប់មេគ្រួសារមានទំហំរហូតដល់60ម៉ែត្រការ៉េខណ្ឌចែកផ្ទៃបន្ទប់ទឹកដោយឡែកមាន bathtub យ៉ាងមានផាសុកភាពហើយក៏អាចរៀបចំបន្ទប់សម្លៀកបំពាក់ចូលជាមួយផងដែរការផ្ដល់ជូនជាពិសេសរបស់បន្ទប់មេគ្រួសារគឺមានវេរ៉ាំដាធំទូលាយលយចេញមកផ្នែកខាងក្រៅ
នៅជាន់ទី3មានបន្ទប់គេង2ធំទូលាយមានបន្ទប់សម្ភារៈបន្ថែមផ្សេងមួយសម្រាប់ធ្វើជា mini bar និងធ្វើជា sky bar នៅ terrace ខាងក្រៅសម្រាប់គយគន់តារាសាស្ត្រទេសភាពភូមិសាស្ត្រក្នុងតំបន់ស្រស់ស្រូបអាកាសធាតុបរិសុទ្ធពីសួនភ្លុកខាងមុខផ្ទះជាចុងក្រោយនាងខ្ញុំឈ្មោះលន លៃហៀងជានាយិកាផ្នែកស្ថាបត្យកម្មសូមអរគុណនិងសូមជម្រាបលា